សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំមកធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបដាក់ shadow ទៅលើ subject របស់យើងនៅក្នុងកម្មវិធី Adobe Photoshop អូខេអញ្ចឹងខ្ញុំមាន subject មួយជាប្រភេទលក្ខណៈ 10 ទឹកអប់អញ្ចឹងអ្នកគ្នាអាចធ្វើការ copy 10 ទឹកអប់របស់យើងឲ្យបានមួយទៀតមកហើយបន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការចូលទៅកាន់ filter យកពាក្យថា blur យកពាក្យថា Gaussian blur បន្ទាប់ពីអ្នកគ្នាបានធ្វើការវាយលេខដែលខ្ញុំបានធ្វើការបង្ហាញអ្នកគ្នារាល់ហើយអ្នកគ្នាអាចធ្វើការចុចពាក្យ OK បានបន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការចូលទៅកាន់ filter ហើយអ្នកគ្នាយកពាក្យថា blur gallery បន្ទាប់ពីហ្នឹងអ្នកគ្នាអូសចុះមកក្រោមមកយកពាក្យថា path blur អូខេអញ្ចឹងបន្ទាប់ពីហ្នឹងគឺចេញ option មួយឈ្មោះថា blur tool អញ្ចឹងអ្នកគ្នាអាចធ្វើការទាញសញ្ញាព្រំមកយើងរៀន trace ចុះក្រោមតិចមកបន្ទាប់ពីហ្នឹងគឺអ្នកគ្នាមើលទៅលើ basic blur ហើយអ្នកគ្នាដូរដាក់ថា real sync plus អូខេបន្ទាប់ពីអ្នកគ្នាបានធ្វើការចុចទៅលើ real sync plus ហើយគឺ load change ជាទំនងបាននឹងដដែលអញ្ចឹងអ្នកគ្នាអាចធ្វើការចុចទៅលើសញ្ញាព្រំរបស់យើងហើយយើងធ្វើការសេរីវារៀង trace ជាស្មើអញ្ចឹងអ្នកគ្នាអាចធ្វើការកំណត់ size ទៅលើ option អស់នឹងបានបន្ទាប់ពីអ្នកគ្នាបានធ្វើការកំណត់រួចរាល់ហើយអ្នកគ្នាអាចធ្វើការចុចពី OK ទៅលើ menu bar ខាងលើរបស់យើងបន្ទាប់ពីហ្នឹងគឺអ្នកគ្នាទទួលបាននៃរូបភាពមួយដែលមានស្មើហើយអូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺសូមចប់ត្រឹមប៉ុណ្ណឹងហើយបើសិនជាអ្នកគ្នាចង់ធ្វើការសិក្សាទៅលើជំនាញ graphic design អ្នកគ្នាអាចធ្វើការសិក្សានៅសាលា SC Academy បានអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ